ทำไมจะใส่อักษรให้យើងចង់បានបែបនេះមានអក្សរដិតអក្សរត្រេតអក្សរមានបន្ទាត់នៅពីក្រោមហើយអក្សរឆូតនេះឲ្យដូរពណ៌អក្សរនេះគឺដំបូងបំផុតគឺយើងត្រូវមានអត្ថបទឧបមាឲ្យយើងអាចបង្កើតអត្ថបទថ្មីណាបាទឧបមាពាក្យអីគេសិស្សានុសិស្សថ្នាក់ទី 7B សុទ្ធតែអ្នករៀនពូកែឧបមាអញ្ចឹងណាបាទនេះឃើញហ្វុនអក្សរអត់ស្អាតទេត្រូវហ៎អញ្ចឹងដើម្បីដូរហ្វុនអក្សរយើងអាច select លើវាបែបនេះឬក៏យើងចុច Ctrl A ក៏វា select ដែរដល់អញ្ចឹងយើងចូលកន្លែង home នេះហើយកន្លែងនេះកន្លែងហ្នឹងគឺមានហ្វុនអក្សរនេះយើងហៅមើលទៅហ្វុនអក្សរណាដែលយើងចូលចិត្តណាបាទយើងហៅមើលទៅបាទហ្វុនអក្សរខ្មែរយើងពីច្រើនគឺខ្មែរ OS យើងហៅមើលទៅកន្លែងហ្នឹងយើងគ្រូធ្លាប់ប្រាប់តែហើយបាទយើងហៅមើលទៅនេះណាវាមានហ្វុនអក្សរប្លែកៗអញ្ចឹងនេះបាទនោះតែអក្សរខ្មែរយើងឲ្យឃើញអត់បាទអូម៉ាហ្វុននេះបន្ទាប់មកយើងចង់បានវាច្រើនអញ្ចឹងយើង select វាតែអញ្ចឹងហើយយើងចុច Ctrl C បាទយើងចុច Enter ដើម្បីចុះបន្ទាត់ចាំមកចុច Ctrl V បាទ Ctrl V រហូតមកគឺដោយហ៎អញ្ចឹងយើងចង់បានម៉េចយើងចង់ដូរពណ៌ឬក៏យើងចង់ដូរឲ្យដិតនេះដិតនេះអក្សរ B នេះគឺដិតនេះ Ctrl V ឲ្យដិតបាទបន្ទាប់មកចុច select ឡើងនេះ I នេះគឺអក្សរ trade បាទបន្ទាប់មកនេះ select លើវាហើយ U ដើម្បីអក្សរនៅបន្ទាត់នៅពីក្រោមបាទនេះដើម្បីគេដើម្បីឈុតបន្ទាត់បាទនៅខ្វះមួយទៀតគឺដូរពណ៌អញ្ចឹង select លើវាយ៉ាងមកយើង select ដូរវាlênមកនេះចូលកន្លែងនេះអក្សរ A ហ្នឹងហើយនេះដូរពណ៌បាទសូមរៀនធ្វើតើអរគ្នាបាទសូមអរគុណ